ក្បាច់មួយទៀតដើម្បីយើងប្រើ A ហើយនឹង N ត្រូវអត់ខុសខ្ញុំប្រាប់ក្បាច់មួយទៀតអាហ្នឹងជាកំណត់របស់ខ្ញុំហើយជាការយល់ឃើញរបស់ខ្ញុំទេបាទជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទសុគន្ធនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកជាមួយបងប្អូនទាំងអស់គ្នាឲ្យចេះពីរបៀបប្រើប្រាស់ A ហើយនឹង N A យើងប្រើផ្សេង N យើងប្រើបែបផ្សេងទៀត A ប្រើពីមុខសំឡេងខុសពីស្រៈគឺខុសពីសំឡេងអក្សរទាំង5ហ្នឹងបាទស្រៈទាំង5ហ្នឹងបាទខុសពីសំឡេង A E I O E បាទគឺខុសពីសំឡេងទាំង5ហ្នឹងគឺយើងប្រើ A តោះនេះបងប្អូនកន្លែងនេះគឺខ្ញុំចង់ឲ្យបងប្អូនច្បាស់ហើយចំពោះ N គឺប្រើពីមុខសំឡេងស្រៈបាទគឺដូចគ្នាមិនមែនប្រើពីមុខអក្សរ A E I O U ទេគឺគេផ្ដោតសង្កត់ធ្ងន់លើសំឡេងស្រៈបាទ A E I O E បាទប្រសិនបើបងប្អូនមិនយល់នៅការបកស្រាយរបស់ខ្ញុំទេបងប្អូនអាចធ្វើការបញ្ចេញមតិនៅក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំនឹងបកស្រាយបន្ថែមទៀតបាទឥឡូវយើងមើលទី1 dog dog d dog តើ d មានចូលក្នុងសំឡេងទាំង5នេះទេមានចូលអត់ខុសពីសំឡេងទាំង5ហ្នឹងទេខុសបាទបើខុសគេឲ្យយើងប្រើ A បាទ A តោះណាបាទអត់តន់មើលមួយទៀត cat cat នៅពីមុខស្រៈឬក៏ខុសពីស្រៈខុសបាទបើខុសយើងដាក់ A តោះនេះបងប្អូនបាទយើងមើលទៀត duck duck បាទចូលក្នុងសំឡេងស្រៈទេA E E I O O E ចូលក្នុងហ្នឹងទេអត់បើអត់គឺមានន័យថាវាខុសពីស្រៈទាំង5ហ្នឹងអញ្ចឹងយើងដាក់ A a duck អូខេ r មានចូលក្នុងសំឡេងស្រៈហ្នឹងអត់បាទបើអត់យើងដាក់ A pig ចូលក្នុងនេះអត់ចូលក្នុងស្រៈអត់បើអត់គឺយើងដាក់ A តោះនេះបងប្អូន apple apple បាទមានចូលទេមានក្នុងហ្នឹងអត់មានបើមានយើងដាក់ N អូខេទៅទៀត egg មានសំឡេង s ក្នុងនេះអត់មានបើមានយើងដាក់ N ice cream cone ice បាទនេះសំឡេង I បាទចូលក្នុងស្រៈទាំង5ហ្នឹងទេចូលយើងដាក់ N ទៀតតោះនេះបងប្អូនបាទតើមុខទៀត orange អូខេorange ចូលអត់មានអត់មានអូខេអញ្ចឹងយើងដាក់ N umbrella ចូលអត់ចូលអញ្ចឹងយើងដាក់ N តោះនេះបងប្អូនបាទអញ្ចឹងចំពោះពីលេខ6ដល់លេខ10អូខេពីលេខ6ដល់លេខ10ខ្ញុំអោយបងប្អូនអ្នកធ្វើវិញហើយបើបងប្អូនឆ្ងល់បងប្អូនអាចសួរខ្ញុំបានដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែករំលែកបន្តផ្សេងទៀតបាទសូមបងប្អូនជួយគាំទ្រខ្ញុំផងក្បាច់មួយទៀតដើម្បីយើងប្រើ A ហើយនឹង N ត្រូវអត់ខុសខ្ញុំប្រាប់ក្បាច់មួយទៀតអាហ្នឹងជាកំណត់របស់ខ្ញុំហើយជាការយល់ឃើញរបស់ខ្ញុំទេដើម្បីបំពេញ A ហើយនឹង N បានត្រឹមត្រូវគឺខ្ញុំតែងតែប្រាប់កូនសិស្សខ្ញុំថាបាទខ្ញុំសុំយកបាទខ្ញុំតែងតែប្រាប់កូនសិស្សខ្ញុំថាឲ្យគាត់ចំណាំរាល់ពាក្យទាំងឡាយណាដែលអានមានសំឡេងអក្សរ អណាមានសំឡេងអក្សរ អគឺយើងដាក់ N អត់ខុសទេបើខុសពីសំឡេងអក្សរ អគឺយើងដាក់ A បាទនេះគឺជាគំនិតរបស់ខ្ញុំទេបាទជាការយល់ឃើញរបស់ខ្ញុំទេបាទឥឡូវបងប្អូនមើលមិញខ្ញុំប្រាប់ថាប្រសិនបើពាក្យហ្នឹងផ្ដើមដោយអក្សរ អគឺយើងដាក់ N ខុសពីអក្សរ អគឺយើងដាក់ A
បាទឥឡូវបងប្អូនមើលជាមួយខ្ញុំអ្នកគ្នាឥឡូវខ្ញុំសុំយក6 7ទៀតមកអូខេខខខាវអូខេចឹងបើយើងគិតជាអក្សរខ្មែរខអាចខឬក៏អាចខដូច្នេះចូលក្នុងអក្សរអអត់គឺអត់ចឹងយើងដាក់អូខេដូច្នេះយើងដាក់ A ធម្មតាបាទឥឡូវយើងមើលខាងនេះ yes eraser បើយើងគិតជាខ្មែរយើងសរសេរមិនអ eraser ចូលក្នុងអក្សរអអត់ចូលបាទបើចូលយើងដាក់ n បន្ទាប់ទៀតលេខ7ឥឡូវយើងមើល b បុកបអក្សរបចូលក្នុងអអត់ចូលទេអញ្ចឹងយើងដាក់ a បាទខាងនេះដូចគ្នា mouse មកបើយើងគិតតែអក្សរមកចូលក្នុងអក្សរអហ្នឹងអត់ឆេះយើងដាក់ a បាទមេរៀនរបស់ខ្ញុំក៏ត្រូវបានបញ្ចប់បាទចំពោះការប្រើប្រាស់ a ហើយនិង n បើសិនតែបងប្អូនមានចម្ងល់បងប្អូនអាចឆាតសួរខ្ញុំបានផ្ទាល់បានណារីករាយនឹងឆ្លើយហើយខ្ញុំមិនមែនជាអ្នកចេះគ្រប់10ចេះគ្រប់យ៉ាងទេតែអ្វីដែលខ្ញុំចេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទៅកាន់អ្នកដែលគាត់ចង់ចេះបាទហើយខ្ញុំក៏មានលក់មេរៀនតាក់ទងទៅនឹងមូលដ្ឋានគ្រឹះក្នុងការបញ្ចេញសំឡេងបាទបើបងប្អូនត្រូវការបងប្អូនអាចតាក់ទងខ្ញុំបាទអរគុណច្រើនជំរាបលា